បាទបងប្អូននេះបានជួបឲ្យលោកបងតាមពិតលោកបងនេះលោកបងជាមាដាំលោកជាអាដាមល្បីនៅជំនាន់2008បានខ្សែក្រវ៉ាត់កាលហ្នឹងមើលបងសុំបញ្ជាក់ទេមើលបងបាទខ្ញុំបាទឈ្មោះជាមអាដាមដីតកលាករជើងឯកគុណខ្មែរវគ្គ1នៅឆ្នាំ2008បាទជើងឯកគុណខ្មែរវគ្គ1ហ្មងបាទអូកាលហ្នឹងជំនាន់ខាងណាគេរៀបចំគ្រូបាទស្រីប៉ុស្តិ៍ស៊ីអិនគាត់រៀបចំជាចប់ពី10នាក់ហ្នឹងឲ្យ DC នៅមួយគ្នាឲ្យបាយគ្នាអូកាលហ្នឹងជំនាន់កាលរៀបចំអា version 1មានមួយក្រុមហ្នឹងហ៎បាទមួយក្រុមមាន12នាក់បណ្ណាខ្លះលោកគ្រូបងជាខ្ញុំឯកសលរកវិស័យសង្គមសានកនសុធានតម្លាញៀនឡាតម្វាសនាកូនអ្នកកាសុខវិឆ័យរកវិឆ័យអូច្រើនតែជំនាន់ហ្នឹងបងបានខ្សែក្រវ៉ាត់អញ្ចឹងលេខ1វ៉ាវជំនាន់ហ្នឹងលេខ1 2008ខ្សែក្រវ៉ាត់អីគេកាលហ្នឹងខ្សែក្រវ៉ាត់គុណខ្មែរវគ្គ1ពាក្យគុណខ្មែរវគ្គ1គឺកែឡើងពីសម័យនោះខ្សែក្រវ៉ាត់គុណខ្មែរវគ្គ1តែម្ដងបាទពាក្យគុណខ្មែរហ្នឹងចាប់ដើមពីគូម៉ាឡៃកើតនៅកម្មវិធីជើងឯកគុណខ្មែរវគ្គ1ហ្នឹងអញ្ចឹងអត់មានដាក់ដោយអីពីសម័យមុនគេដាក់បាច់បុរាណខ្មែរប្រដាល់សេរីខ្មែរយើងបុរាណបាទហើយនៅពេលដែលគ្រូម៉ាសេរីគាត់បង្កើតរៀបចំកម្មវិធីជើងឯកគុណខ្មែរជើងឯកគុណខ្មែរតែម្ដងយកពីម៉ាត់គុណខ្មែរតាំងពី2008មកបាទចាប់ដើមលេង2007អូវាយបានហើយជា7ឆ្នាំបានវិលជុំបានខ្សែក្រវ៉ាត់ចុងក្រោយនៅ2008វ៉ាវកាលហ្នឹងជំនាន់ជើងខ្លាំងជំនាន់គេហៅ version ទី1ពាក្យគុណខ្មែរដែលគ្រូម៉ាសេរីរៀបចំចុះបន្ទាប់ពីនឹងមកបងប្រឡូកអាជីពបដាលហ្នឹងរហូតដល់ឆ្នាំណាបានបងជប់2013ក្នុង2013ខ្ញុំបានខ្សែក្រវ៉ាត់ case មួយទៀតមិនប្រត់មួយផលសផាតមួយផលសផាតបាទអូហ្នឹងហើយផលសផាតឥឡូវឡើងយ៉ាងកណ្ដាលហើយខ្ញុំធ្លាប់បានលេខ1នៅប៉ុស្តិ៍ស៊ីអិនហ្នឹង3ដងដោយសារជើងឯកគុណខ្មែរវគ្គ1ចប់គូម៉ាត្រីរៀបចំជើងឯកគុណខ្មែរវគ្គ2បាទជើងឯកគុណខ្មែរវគ្គ2បានលើសមនរួមអញ្ចឹងគេយកជើងឯកគុណខ្មែរវគ្គ1វគ្គ2ជួបគ្នាដើមពៀនស្រាប់ផែនដីទៅប្រាក់ដបទៀតអូបានលេខ1មកទៀតបាទហើយឆ្នាំ2010អញ្ចឹងមកគិតពីការប្រឡូកវ័យអាជីពនៅក្នុងវិស័យគុណខ្មែរនេះប្រហែលប្រហែលដង140 ដងជាង140 ដងជាងវ៉ាវមិនធម្មតាចុះឥឡូវហ្នឹងមកដល់សប្តាហ៍ថ្ងៃនេះធ្វើជាគ្រូបង្វឹកហើយឬក៏មានដំណើរបើអាជីពបើក្លឹបបឹកអីខ្លួនឯងឬក៏មានមិនសប្តាហ៍ថ្ងៃខ្ញុំមកជួយហាត់បងរង្វាន់ឌឿនអញ្ចឹងអូបានន័យថារហងៃក៏ធ្វើជាគ្រូដែរបដាលគូជំនួយក្លឹបបាទរីកជានេះនាំសំណាងរបស់គ្រូឡុងសវណ្ណឌឿនបាទអញ្ចឹងក៏បានបណ្ដោះបណ្ដាលធនធានអ្នកជំនាន់ក្រោយដែលជាឲ្យមានសិស្សគុណដែរបាទជាគាត់ចង់ជួយគាត់មកជាអាចមានសមត្ថភាពអាចបង្កើតក្លឹបខ្លួនឯងនៅសង្គមដែរបាទក្នុងជើងព្រៃហើយនិយាយពីសុកទុកអីសពថ្ងៃអីហ្នឹងគ្រូអាចចែកម្លែងតិចទេយើងខ្លាំងជំនាន់នងដែរហើយឥឡូវហ្នឹងសុកទុកជីវភាពអីយ៉ាងម៉េចដែរអាចសូមឲ្យបងប្អូនយើងបានដឹងផងបាទសុកទុកធម្មតាបានថាក្រៅពីធ្វើជាគ្រូជំនួយនៅក្នុងក្លឹបគ្រូវ៉ាន់ឌឿនតើមានធ្វើអីនៅខាងក្រៅទៀតទេឥឡូវអត់មានកាលមុនខ្ញុំនៅលោកវិសាអូកាលមុនគាត់វិសាបាទអញ្ចឹងឥឡូវមុខរបរភីសាហ្នឹងវិសាទុកឲ្យគ្រួសារលោកគ្រួសារគាត់លក់ទៅអញ្ចឹងបងឆ្លៀតមកបង្ហាត់សិស្សបាទបង្ហាត់សិស្សដែរបានសមិទ្ធផលខ្លះនៅគ្រូបើន័យថាយើងបានបង្ហាត់សិស្សហ្នឹងបានមានអ្នកដែលគាត់អាចមើលទៅមានទេពកោសលហ្នឹងស្តៀងលោកគ្រូអីបាត់នេះយើងទៅមកយ៉ាងនេះហ្នឹងអូមានតែថ្មីដែរអញ្ចឹងណាគ្រូណាបាទបានកែបានអ្នកណាយើងមើលវាដល់ទៅគាត់ថាគឺថាពេលវេលាយូរបាទតាល់យើងនិយាយចំទៅចំឲ្យខ្លាំងដូចការសិក្សាបាទរៀនពី11ដល់ទី12ចេញមកចោលដល់12ចេញមកគាត់ធ្វើការបង្កើតហ្នឹងហើយបាទតើមានចុះបញ្ញាចុះអីមិនបានចេញមកមានការងារធ្វើបានបាទយើងវាយឆ្នាំមិនងាយខ្លាំងបាទចាប់ពីយ៉ាង
ច្រើនទាំងគឺ10ឆ្នាំ5មួយឆ្នាំក៏សនស្ទើរ បាទ បានគាត់ថាវាអត់ទេផ្លេច បាទ បាទគូ10ឆ្នាំទៅកាយសម្ភារយើងរឹងខ្លួនឯងខ្លួនជើងយើងខ្លួនហើយអាវុធយើងច្បាស់មុនច្បាស់ហើយកិច្ចការរងថ្ងៃគួរស្មែឥឡូវគួរអ្នកខ្លាំងប៉ុន្តែជួយចិត្តវាយអត់ចិត្តការពី បាទ ច្រើនអ្នកបណ្ដាលធ្វើការពីច្រើនគួរណាស់ ហើយគ្រូចុះកាលជំនាន់លោកគ្រូដែលល្បីកាលជំនាន់ហ្នឹងគ្រូផ្ដួលដៃគូដោយអីដោយអាវុធអីជំនាញអីក៏ក្នុង ច្រើនដៃយ៉ាងវាយគេឆ្លងនឹងដៃ ដោយសារ តែ ដោយ គាត់ ណា ថាបើវាយគេអស់ស្ទុះនឹងតតនឹងជង្គង់ បាទ ខ្ញុំជិះចិត្តតតកាត់ បាទ កាត់នឹងគុំថ្លៃតិចប៉ុន្តែយើងចេះញិចលើអញ្ចឹង គួចនៅចាំឯកាលជំនាន់គ្រូប៉ះអ្នកណាគេដៃគូដែលស្វាត់ស្វាញហើយមានអនុស្សាវរីយ៍មកដល់សប្តាហ៍នេះ និយាយទៅខ្ញុំអត់ខាតមានបានមានវ័យមើលបងគេគឺឯកសារហ្នឹងបើយើងវាយតែគាត់តែគាត់មិនគាត់ អេកុសល បាទ អូអេកុសលដែរណា បាទឯកសារគាត់ទៅគ្រូកូននេះតែគាត់គុណម៉ែแบบមួយជុំគ្នា បាទបាទ យើងរៀងខ្វៃៗគ្នាហើយយើងតែយើងហាត់អស់គ្នាវាយតែគាត់វាយគាត់បានតែគាត់ កាលហ្នឹងបានខ្សែក្រវ៉ាត់បានលុយប៉ុន្មាន 1500 1500កណ្ដុរហ្នឹងច្រើនដែរណា បាទ 2008 គាត់វាយ បាទអរគុណលោកគ្រូអរគុណមានអីជាសារចុងក្រោយសម្រាប់បងប្អូនពុកម៉ែយើងជំនាន់អ្នកគ្រប់គ្រងកាលជំនាន់2000កាលជំនាន់លោកគ្រូពងពេញល្បី ហ្នឹងខ្ញុំអរគុណដល់បងប្អូនអ្នកគ្រប់គ្រងសម័យការខ្ញុំនឹងវាយគាត់ឆ្លាញ់ខ្ញុំដោយសារការនឹងស៊ូគេចង់ទៅស៊ូ បាទ គុណនឹងជំងឺអញ្ចឹង បាទ ស៊ូវាយអត់និយាយត្រឡប់5ទឹកវាយរហូតអញ្ចឹង បាទ អរគុណគាត់នៅឆ្លាញ់អស់ខ្ញុំ មានចិត្តរៀងស្ដាយឥឡូវគេវាយបានឡានបានផ្ទះបានល្បីបានលុយបានអីច្រើនអញ្ចឹងកាលហ្នឹងយើងគិតថាយើងចេះរៀងវាយជ្រុលទេឬមិនអញ្ចឹង វាស្ដាយ តែកាលជំនាន់ពេញកាលហ្នឹងបើសិនជាមានការឧបត្ថម្ភគ្រប់គ្រងដល់ឥឡូវមិនអញ្ចឹងណា ធ្វើនិយាយពីសម័យការសពថ្ងៃនឹងការដើមយើងសម័យទៅមុនវិញ បាទ វាយមកចោលព្រោះសម័យនោះវាយគឺតិចប៉ុន្តែ ប្រឹងអស់ឡើង អស់ព្រោះយើងចង់ជួបអ្នកខ្លាំងឲ្យលឺអ្នកខ្លាំងគឺ ចង់ជួបនៅហ្នឹងចង់ជួបហ្នឹងហ្មង គេលក់ភ័យក៏ភ័យសុបាយក៏សុបាយហើយភ័យចង់ជួបគឺដល់ពេលជាច្រើនខ្ញុំវាយទឹកមួយទឹកពីរដែលគេវាយទៅហើយបានធ្វើមុខវាយដៃទៅស្វាងវិញវាយបាទទឹក3ទៅ4ទៅ5ខ្ញុំគាត់វាយ អូពេលច្រើនកាលនន់ហ្នឹងគឺដឹងតែ5ទឹកហើយអត់មាន3ទឹកឯដល់ឥឡូវនេះបាទអរគុណលោកគ្រូអរគុណច្រើនលោកគ្រូបាទ វីហូបជាផលិតផលបំពន់សុខភាពសន្លាក់សរសៃអាស៊ីតវីហូបហើយជា